ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ SRR Days ជាថ្មីម្ដងទៀតចាហើយនេះគឺជាសកម្មភាពខ្លះអឺសម្រាប់ការរៀបចំស្រោចជាមួយនឹងកូនដំណាំរបស់នាងខ្ញុំអញ្ចឹងណាហើយសម្រាប់ជីទឹកនេះទៀតសតពុកម៉ែបងប្អូនដឹងហើយនាងខ្ញុំក៏បានបង្ហាញជាមួយនឹងវីដេអូនៃការធ្វើផងដែរចាហើយនៅពេលដែលនាងខ្ញុំប្រើអស់ហើយគឺនាងខ្ញុំតែងតែធ្វើវាជាថ្មីម្ដងទៀតចឹងណានិយាយទៅធ្វើបន្តរហូតដើម្បីកុំឲ្យវាដាច់ខ្លាចថាអត់មានអីប្រើទៀតចឹងណាពុកម៉ែបងប្អូនចាហើយនិយាយទៅនាងខ្ញុំប្រើជីទឹកផងហើយនឹងជីគោកផងចាយើងមិនមែនថាយើងប្រើតែជីទឹកហើយជីគោកយើងអត់ប្រើទេចាហ្នឹងយើងត្រូវប្រើវាទាំងអស់ចឹងណាហើយណាមួយវាគឺជាផលិតផលមួយដែលយើងផលិតខ្លួនឯងហើយវាជារបស់ធម្មជាតិដែលយើងមិនពិបាករកណាពុកម៉ែបងប្អូនចាហើយសម្រាប់ម្ដបហ្នឹងគឺមានចំណុះ350 ml ដែលអាចលាយជាមួយនឹងទឹកបាន10លីត្រចាប៉ុន្តែបើសិនជាពុកម៉ែបងប្អូនគិតថាអូវាច្រើនពេកខ្លាចថាពេលស្រោចលើដំណាំដូចជាប្រភេទសាឡាត់ស្ពៃអីអញ្ចឹងណាខ្លាច់ខ្លោចអញ្ចឹងពុកម៉ែបងប្អូនអាចដាក់ត្រឹមតែ200 ml ទៅលាយទឹក10លីត្រទៅបានហើយចាអញ្ចឹងមិនមែនថាយើងយើងយកអាជីទឹកយកទៅដាក់លើដំណាំតែម្ដងទេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនយកទៅដាក់លើដំណាំគឺថាដំណាំនោះនឹងខ្លោចស្លឹកឬក៏អាចថាមានបញ្ហាផ្សេងដែលអាចមានកើតមានឡើងបន្ទាប់ពីយើងប្រើជីទឹកលក្ខណៈថាខ្លាំងឬក៏ច្រើនពេកអញ្ចឹងណាលើសកម្រិតរបស់វាចាចាហើយនេះគឺជាការអនុវត្តផ្ទាល់អញ្ចឹងនាងខ្ញុំបានជួបជាមួយនឹងបញ្ហាហ្នឹងអញ្ចឹងហើយគឺយើងអាចរកដំណោះស្រាយរួមមួយអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងហើយបានជានាងខ្ញុំចែករំលែកតាក់ទងជាមួយនឹងការលាយជីទឹកជាមួយនឹងទឹកបន្ថែមទៀតដើម្បីកុំឲ្យដំណាំហ្នឹងវាខ្លោចទៅថ្ងៃក្រោយឬក៏បន្ទាប់ពីយើងប្រើពីថ្ងៃទៅឃើញសភាពមិនសូវជាល្អអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងដោយអ្វីដែលនាងខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងគឺលាយអត់ឲ្យខុសទេចាធ្វើម៉េចឲ្យពេលដែលយើងលាយទៅយើងអាចប្រើបានទៅលើដំណាំរបស់យើងអញ្ចឹងណាប៉ុន្តែករណីមួយទៀតបើសិនជាដំណាំរបស់យើងធំយើងអាចប្រើ500 ml លាយជាមួយនឹងទឹក10លីត្រក៏បានដែរអញ្ចឹងណាពុកម៉ែបងប្អូនចាហើយសម្រាប់វីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកតាក់ទងជាមួយនឹងការប្រើជីឲ្យបានត្រឹមត្រូវអញ្ចឹងណាហើយមួយទៀតពុកម៉ែបងប្អូនពេលដែលយើងប្រើប្រាស់ជីណាពេលដែលយើងស្រោចជីហ្នឹងគឺយើងត្រូវប្រើពេលល្ងាចអាហ្នឹងគឺជាការល្អមែនតើហើយបើអ្នកខ្លះក៏អត់មានពេលទេគឺយើងប្រើពេលព្រឹកប៉ុន្តែពេលព្រឹកតែម្ដងតែមិនមែនចន្លោះពីម៉ោង10ម៉ោង12 10ហ្នឹងគឺប្រើបានទេគឺវាក្តៅពុកម៉ែបងប្អូនចាប៉ុន្តែយល់ល្អគឺល្ងាចហ្នឹងគឺល្អបំផុតចាអរគុណច្រើន